សួស្តីបងប្អូនមកកាន់ Channel YouTube Lida Project ហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំមកបង្ហាញបងប្អូនពីការចាក់រង្វង់ឬក៏ធ្វើ Magic Ring ហើយឧបករណ៍ដែលយើងត្រូវមានហ្នឹងគឺអំបោះហើយនិងម្ជុលហើយតោះបងប្អូនយើងចាប់ផ្ដើមរៀនចាក់ទាំងអស់គ្នាដំបូងហ្នឹងគឺយើងត្រូវយកអំបោះមកដាក់នៅលើដៃយើងពណ៌បែបនេះមកហើយយើងយកម្ជុលមកពណ៌ជាមួយនឹងអំបោះខាងក្រោមនេះយើងពណ៌ចឹងមកហើយយកមកតាក់នឹងអំបោះខាងលើនេះហើយយើងដាក់ចូលក្នុងប្រឡោះបែបហ្នឹងមកហើយយើងនឹងទទួលបាន Magic Ring ហើយបន្ទាប់មកគឺយើងចាក់6 single crochet នៅក្នុង Magic Ring ហ្នឹង1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
នេះបងប្អូនយើងទទួលបាន6 single crochet ឬក៏6 single crochet ហ្នឹងឯងតមកគឺយើងទាញបោះភ្ជាប់គ្នាមកយើងទាញឲ្យទឹកមកហើយយើងយកមកចូលទៅដាក់នៅក្នុងប្រឡោះ single crochet ដែលយើងចាក់ដបូងគេបងអស់ប្រឡោះទី1ហ្នឹងដើម្បីភ្ជាប់យើងចាក់ចូលបែបហ្នឹងមកហើយយើងតាក់អំបោះដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយយើងតាក់ចូលនឹងប្រឡោះមួយទៀតតែម្ដងហ្នឹងគឺការភ្ជាប់បិទមុខឬក៏ slip stitch តមកគឺយើងឆែនមួយហើយនៅជុំទី2ហ្នឹងគឺយើងចាក់ចាប់ផ្ដើមបរិចបងប្អូនគឺក្នុងមួយប្រឡោះយើងចាក់2 single crochet ហើយយើងយកមកចូលមកខ្ទាស់បែបនេះមកយើងចាក់1 single crochet មកយើងខ្ទាស់បែបនេះមកដើម្បីឲ្យយើងចាក់ដល់ជុំយើងដឹងថាប្រឡោះហ្នឹងគឺប្រឡោះទី1ដែលយើងចាក់ដបងគេអញ្ចឹងកុំឲ្យយើងច្រឡំហើយយើងចាក់ក្នុងមួយប្រឡោះ2 single crochet រហូតដល់អស់មកយើងនឹងទទួលបាន12 single crochet ចាក់បរិយគឺយើងចាក់បែបនេះបងប្អូនចានេះបងប្អូនយើងដល់ជុំហើយយើងរាប់ទៅគឺបាន12 single crochet ហើយបងប្អូនកុំភ្លេចនៅយើងទុកប្រឡោះមួយយើងរំលងយើងអត់ចាក់ទេហើយយើងមកភ្ជាប់នឹងប្រឡោះដែលយើងខ្ទាស់មិញហ្នឹងយើងភ្ជាប់ចូលក្នុងប្រឡោះមួយទៀតមកហើយឆែនមួយតមកយើងចាក់ជុំទី3ជុំទី3នេះគឺយើងចាក់មកប្រឡោះ1 single crochet ប្រឡោះបន្តគឺយើងចាក់2 single crochet មានន័យថាក្នុងមួយប្រឡោះយើងចាក់2ដងហើយយើងខ្ទាស់បែបនេះមកនៅប្រឡោះដែលយើងចាក់ដបងគេហ្នឹងតមកយើងចាប់ផ្ដើមចាក់បន្ត2 single crochet នៅក្នុងប្រឡោះបន្ទាប់ហើយបន្ទាប់មកគឺយើងបន្តចាក់ដូចគ្នាហ្នឹងគឺ1ប្រឡោះ1 single crochet ហើយប្រឡោះបន្ទាប់គឺយើងចាក់2 single crochet ហើយយើងធ្វើបែបនេះរហូតដល់ជុំដល់ចំណុចដែលយើងផ្ទាស់ហ្នឹងគឺយើងនឹងទទួលបាន18 single crochet នេះបងប្អូនយើងចាក់ដល់ជុំហើយយើងកុំភ្លេចយើងមករងមកប្រឡោះណាហើយយើងភ្ជាប់នឹងប្រឡោះដែលយើងខ្ទាស់មិញមកយើងភ្ជាប់ទៅប្រឡោះមួយទៀតបែបនេះហើយឆែនមួយជុំនេះគឺយើងទទួលបាន18 single crochet បន្ទាប់មកយើងចាប់ផ្ដើមជុំទី4គឺយើងពង្រីកតទៀតគឺយើងចាក់1 single crochet ហើយយើងខ្ទាស់បែបនេះមកដើម្បីងាយស្រួលចំណាំ
1តមកយើងចាក់មកប្រឡោះបន្តទៀតគឺ1 single crochet ទៀតហើយបន្ទាប់មកយើងចាក់ក្នុងប្រឡោះបន្ទាប់មកបន្ទាប់នេះគឺយើងចាក់2 single crochet មានន័យថាក្នុងមួយប្រឡោះនេះយើងចាក់2ដងណាអញ្ចឹងជុំទី4នេះគឺយើងចាក់1 single crochet 1 single crochet ហើយ increase មានន័យថាប្រឡោះទី3ហ្នឹងគឺយើងចាក់2 single crochet នៅក្នុងនឹង1 1 2ហើយយើងធ្វើបែបនេះមករហូតដល់ជុំហើយយើងចាប់ផ្ដើម slip stitch វានៅកន្លែងដែលយើងខ្ទាស់ហ្នឹងបន្ទាប់មកយើង chain 1 complete chain 1បងប្អូនពេលដែលយើងបិទមកហើយយើង chain 1ហើយនៅក្នុងជុំទី5នេះគឺយើងចាក់3 single crochet increase មានន័យថាយើងចាក់មកប្រឡោះ1មកប្រឡោះ1មកប្រឡោះ1 3ដងហើយ increase ប្រឡោះទី4ហ្នឹងគឺយើងចាក់2 single crochet ក្នុងប្រឡោះតែ1នេះបងប្អូនខ្ញុំខ្ទាស់នៅប្រឡោះដំបូងគេដែលយើងចាក់ប្រឡោះទី1ចាជុំនេះយើងចាក់រហូតដូចគ្នាដល់អស់ប្រឡោះមកគឺចាក់1 single crochet 1 single crochet 1 single crochet ហើយនៅប្រឡោះទី4ហ្នឹងគឺយើងចាក់2 single crochet ក្នុងប្រឡោះតែ1ចាបងប្អូនវីដេអូនេះគឺខ្ញុំមានការបង្ហាញតែប៉ុណ្្នឹងទេហើយការបរិចបើបងប្អូនចង់បានទូចបានធំគឺបងប្អូនបរិចតាមហ្នឹងបើបងប្អូនចង់ធំបងប្អូនបរិចតទៅទៀតទៅឡើង4ឡើង5ឡើង6ទៅតាមនឹងអញ្ចឹងទៅបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយកុំភ្លេចជួយ Subscribe YouTube របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗអរគុណ